បងប្អូនជាងស្លន់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបផាត់មុខរបស់នាងខ្ញុំបងដឹងទេថាទម្រាំផាត់មុខបានស្អាត perfect ដូចជាតាមវីដេអូបងប្អូនដឹងថាវាហាត់មែនតើប៉ុន្តែវាមិនជាអ្វីទេព្រោះតែការងាររបស់យើងស្រឡាញ់អញ្ចឹងទោះបីជាហាត់បែបណាក៏ជាការងារក្នុងក្តីស្រមៃរបស់ខ្ញុំតាំងពីតូចខ្ញុំមានក្តីស្រមៃថាធម្មតាខ្ញុំនឹងអាចធ្វើជាជាងសាឡនម្នាក់ឥឡូវខ្ញុំអាចបំពេញក្តីស្រមៃរបស់នាងខ្ញុំហើយប៉ុន្តែធ្វើជាជាងសាឡនវាមិនងាយស្រួលទេពីព្រោះយើងជួបភ្ញៀវគ្រប់សន្តានគ្រប់ប្រភេទដែលភ្ញៀវខ្លះយើងអាចផាត់មុខឲ្យគាត់ពេញចិត្តភ្ញៀវខ្លះយើងផាត់មុខឲ្យគាត់មិនពេញចិត្តអញ្ញើដាក់យើងអញ្ចឹងហើយជាងសាឡនមួយមានការអត់ធ្មត់ខ្លាំងមែនទែនតម្រាំតបាក់លុយភ្ញៀវមួយមិនងាយស្រួលទេហើយចាស់វិញចាស់ស្រុកខ្ញុំវិញគាត់និយាយថាខ្លាចជាជាងសាឡនដឹងតែខ្ញុំស្អាតមកមែនណាដល់ពេលបានធ្វើជាជាងសាឡនមួយថ្ងៃគេហៅថាជាងកត្រៃសក់កត្រើងបងប្អូននឹងដោយពាក្យចាស់ថាមែនជាងសាឡនមែនប៉ុន្តែមិនស្អាតទេជាងកត្រៃសក់កត្រើងចឹងណាមិនដូចពាក្យគាត់និយាយពីដើមណាបងប្អូនឥឡូវខ្ញុំយល់ពាក្យនឹងច្បាស់ហើយនិយាយឡើងទេបងប្អូនទាំងអស់គ្នាឥឡូវយើងចូលសាច់រឿងយើងវិញបងប្អូនណាចាប់អារម្មណ៍វគ្គរៀនផាត់មុខបែបកញ្ចប់មេជាបងប្អូនអាចតាក់ទងមកសាលា beauty បាទខាងយើងមានបង្រៀនសិស្សកញ្ចប់មេជាបងប្អូនរៀនដោយយកចិត្តទុកដាក់រៀនដោយទំនួលខុសត្រូវរៀនដោយជឿជាក់យកស្នាដៃជាពិសេសបង្រៀនបែបច្បាស់មួយអញ្ចឹងបងប្អូនណាគិតតែខ្លួនឯងស្ទើរគិតតែខ្លួនឯងនៅខ្វះបទពិសោធន៍អញ្ចឹងបងប្អូនអាចចុះឈ្មោះរៀនតម្លៃមេជាងនេះបាក់ទាំងអស់គ្នាអញ្ចឹងបងប្អូននៅចាំដល់ណាទៀតតាមអាភាពស្រស់ស្អាត